តើអ្នកដឹងទេថាប្រទេសអឺរ៉ុបក៏មានមុខម្ហូបសាច់គោឆៅដូចគ្នាមុខម្ហូបនេះមានឈ្មោះថា steak tartare វាគឺជាមុខម្ហូបដ៏សាមញ្ញមួយដែលប្រើសាច់គោឆៅចិញ្ច្រាំឬហាន់តូចៗលាយជាមួយគ្រឿងទេសនិងបន្លែផ្សេងៗដូចជាខ្ទឹមបារាំងជ្រក់ផ្លា pepper ដើម្បីបង្កើនក្លិននិងរសជាតិឲ្យកាន់តែឆ្ងាញ់ពិសាចំណុចសំខាន់នៃមុខម្ហូបក្រៅពីសាច់គោគេក៏អាចប្រើសាច់សត្វផ្សេងទៀតបានដែរប៉ុន្តែមិនត្រូវប្រើសាច់ជ្រូកឡើយសាច់ដែលយកមកប្រើត្រូវតែជាសាច់ស្រស់មានគុណភាពខ្ពស់បំផុតនិងចេញពីប្រភពដែលគួរឲ្យទុកចិត្តទោះជាយ៉ាងណាក៏ដោយការញ៉ាំសាច់ឆៅនៅតែមានហានិភ័យខ្ពស់ជាពិសេសចំពោះអ្នកដែលមានប្រព័ន្ធការពាររាងកាយខ្សោយមានរឿងនិទានតៗគ្នាថាម្ចាស់ដើមកំណើតនៃមុខម្ហូបនេះគឺជាជនជាតិម៉ុងហ្គោលដែលចូលចិត្តញ៉ាំសាច់ឆៅនៅលើខ្នងសេះដើម្បីភាពងាយស្រួលនិងរហ័សក្នុងពេលធ្វើសឹកសង្គ្រាមប៉ុន្តែនេះគ្រាន់តែជាការសន្មតប៉ុណ្ណោះគ្មានភស្តុតាងប្រវត្តិសាស្ត្រច្បាស់លាស់ឡើយប្រទេសដែលមានលទ្ធភាពខ្ពស់បំផុតក្នុងការបង្កើតមុខម្ហូបនេះគឺប្រទេសបារាំងព្រោះ steak tartare បានទទួលការពេញនិយមយ៉ាងខ្លាំងនៅដើមសតវត្សទី20នៅក្នុងប្រទេសនេះ